ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចាប់ផ្ដើមវាយដីដើម្បីរៀបចំដាំបន្លែបន្តទៀតដែរបងប្អូនដោយសារផ្ទះសំណាញ់មួយខ្នងនេះសាងសង់រួចហើយបានប្រហែលជា60%បងប្អូនដោយមិនទាន់បានប្រក់ដំបូលនិងដាក់ស្បៃប៉ុន្តែយើងអត់ទុករងចោលទេបងប្អូនណាយើងចាប់ផ្ដើមធ្វើវាមិនដើរព្រោះថានៅចន្លោះខែ12នេះបន្លែនៅមានឱកាសបានថ្លៃគួរសមដូច្នេះខ្ញុំចាប់ផ្ដើមធ្វើដីរៀបចំដើម្បីដាំបន្លែបន្តទៀតបងប្អូនសម្រាប់ដីនេះដីថ្មីបងប្អូនអើយបាទมันងាយធ្វើទេប៉ុន្តែធ្វើមកជីវិតយើងជាកសិករត្រូវតែខំជំនះតស៊ូកែខៃទៅតាមអ្វីដែលយើងអាចធ្វើបានដីនេះដីចាក់ដំបងរាងស្អិតបងប្អូនដូច្នេះខ្ញុំមិនទាន់ដាំវាទេបងប្អូនវគ្គទី1នេះខ្ញុំចាប់ដាំព្រុសបន្លែស្លឹកសិនដើម្បីកែដីដល់វគ្គទី2បានយើងរៀបចំប្រព័ន្ធទឹកទ្រីបដើម្បីដាំកូនតែម្ដងបាទដោយសារវគ្គទី1នេះខ្ញុំដាក់ប្រព័ន្ធសាច់ដើម្បីព្រុសបន្លែស្លឹកពុកម៉ែបងប្អូនបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានមើលវីដេអូរបស់ខ្ញុំបាទនៅការចែករំលែកបន្តិចបន្តួចពីខ្ញុំបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាពុកម៉ែបងប្អូនជួយ Subscribe វីដេអូរបស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមគោរពលា